ក្រន់តែគេបែកចិត្តមានថ្មីសោះហេតុអ្វីយើងត្រូវការទុំចម្លើយដល់ខ្លីនោះគឺមកពីនៅក្នុងដួងចិត្តរបស់យើងនៅមានបន្លានោះអីបើមាននរណាម្នាក់ចូលមកក្នុងជីវិតរបស់អ្នកដោយត្រឹមតែជាការលេងសើចហើយបានសាងនៅអនុស្សាវរីយ៍ភាពផ្អែមល្ហែមក្នុងពេលដំបូងហើយក៏ចាក់ចេញទៅខ្ញុំជឿថាអ្នកប្រកាសជាពិបាកធ្វើចិនហើយឈឺចាប់ជាខ្លាំងតែអ្នកបានគិតទេថាអ្នកជាមនុស្សសំណាងបំផុតនៅពេលដែលមានមនុស្សសន្តានដ៏ខ្មៅងងឹតមួយនោះបានចាក់ចេញទៅបើកាន់តែឆាំគឺកាន់តែល្អចុះបើគេនៅពេញមួយជីវិតរបស់អ្នកហើយផិតក្បត់អ្នកអត់លហើយនោះតើអ្នកត្រូវរស់រងទុក្ខវិបត្តិហើយទទួលនូវឥទ្ធិពលពិតផ្សារផ្លូវចិត្តដល់កម្រិតណាទៀតអ្នកគិតថាបើអ្នកខ្លាចទៅជំនួយឈួតនោះតើគេចូលចិត្តអ្នកឬធម្មតាជីវិតរបស់ដង្កូវដែលចូលមកចាក់រោគទំពាសាច់អស់ចិត្តហើយក៏ចាក់ចេញទៅតែប៉ុណ្្នឹងឯងគ្មានអីចម្លែកនោះទេមនុស្សម្នាក់នោះក៏ដូចជាដង្កូវនឹងដែរអំពើគឺតែងតែផ្អែមពីគុលលុះដល់ចង់រមែងសាមហើយក៏គ្មានរសឆ្ងាញ់ដូចមុនទៀតឡើយជារឿងសាមញ្ញទៅហើយណាជីវិតអ្នកមានស្នេហាក៏តែប៉ុណ្្នឹងឯងដែរសម្រាប់ខ្ញុំបើប៉ាមនុស្សបែបនោះពេលដែលគេដកដៃចេញនោះគឺហាក់បីដូចជាដកត្រង់ចេញពីជីវិតឬប្រៀបបីដូចជារុក្ខជាតិដែលទទួលបាននូវពន្លឺព្រះអាទិត្យនិងទឹកសន្សើមយ៉ាងមានសេរីភាពដែលគ្មានគំនាបអ្វីទៀតឡើយរៀនប្រើប្រាស់ជីវិតថ្មីហើយកុំរស់នៅជាមួយស្រមោលនៃអតីតកាលដែលស្មោកគ្រោកអីព្រោះអ្នកមានការងារច្រើនណាស់ដែលត្រូវបំពេញក្នុងកាតព្វកិច្ចជាមនុស្សថែរក្សាសុខភាពរូបសម្រស់អប់រំផ្លូវចិត្តឲ្យរឹងមាំកុំតែរវល់សានរកពេលជប់អង្គុនគ្មានអីនោះម្យ៉ាងទៀតក៏បីអរគុណចំពោះមនុស្សប្រភេទនោះទៅដែលចាត់ទុកគេស្មើដោយគ្រូដែលបានបង្ហាញនៅមេរៀនជីវិតនៃទំនាក់ទំនងនិងការប្រុងប្រយ័ត្នចំពោះយើងគ្រប់យ៉ាងគឺគ្រាន់តែជាការសាកល្បងប៉ុណ្ណោះពាក្យថាស្នេហាជាភាសាទួញសោមនៅពេលដែលបាត់បង់ដែលព្រះពុទ្ធត្រាស់ថាពេយតោជាចតិសោកោសេចក្តីសោកកើតពីសេចក្តីស្រឡាញ់ពេយតោជាយតេភៈយ៉ាងភ័យកើតអំពីសេចក្តីស្រឡាញ់អ្នកខ្លះបាននិយាយថាអ្នកគ្មានស្នេហាគ្មានថ្ងៃយល់នៅអារម្មណ៍មួយនេះទេតែខ្ញុំគិតថាអ្នកដែលយល់នៅអារម្មណ៍មួយនេះក៏ជាអ្នកដែលមិនមានស្នេហានោះដែរព្រោះខ្ញុំបានគិតមុនគូរួចជាស្រេចម្យ៉ាងបើមិនស្រឡាញ់ក៏រឹងរឹតតែមិនកើតទុកទៀតផងដែលព្រះអង្គទ្រង់បន្ថែមទៀតថាពេយតោវពមុតតាសៈណដ្ឋិសោកាកុតោភយ៉ាងកាលបើបានរួចស្រឡះចាក់សេចក្តីស្រឡាញ់ហើយសេចក្តីសោកក៏លែងមានភ័យនឹងមានមកអំពីណាប្រសិនបើអ្នកមានស្នេហាត្រូវរៀនទទួលយកចំណុចមួយនោះឲ្យបានបើថ្ងៃណាមួយវាមកដល់នោះអ្នកក៏មិនសូវកន្ទុកកន្ទែងដែរហើយបើឈឺចាប់ទៀតនោះក៏ឈឺចាប់ក្នុងរយៈពេលខ្លីហេតុនោះហើយព្រមទទួលយកនឹងរកដំណោះស្រាយចុះណាឲ្យដូចជាក្រសែនៃទឹកដែលហូរចុះអំពីច្រាំងទោះត្រូវនឹងដុំថ្មគល់ឈើឬប៉ះរបស់មិនស្អាតយ៉ាងណាក៏ដោយក៏ទឹកនៅតែព្យាយាមហូរជានិច្ច